នៅក្នុងថ្ងៃមុនយើងបានស្គាល់រួចមកហើយពីប្រាសាទដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ប្រាសាទមួយក្នុងចំណោមប្រាសាទទាំងពីរដែលមាននៅក្នុងខេត្តព្រៃវែងនៅខេត្តព្រៃវែងមានប្រាសាទបុរាណចំនួន2ដូចជាប្រាសាទចុងស្រុកនិងប្រាសាទព្រះវិហារច័ន្ទនៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ពីទីតាំងក៏ដូចជាលក្ខណៈរបស់ប្រាសាទចុងស្រុកទាំងអស់គ្នាហើយឈ្មោះប្រាសាទនេះអ្នកខ្លះបានហៅថាប្រាសាទព្រៃចុងស្រុកអ្នកខ្លះហៅថាប្រាសាទជើងស្រុកនិងអ្នកខ្លះហៅថាប្រាសាទចុងស្រុកប្រាសាទចុងស្រុកមានទីតាំងស្ថិតនៅភូមិបឹងជ័រឃុំព្រៃតឹងស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងដែលមានចម្ងាយប្រមាណ38គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែងយោងទៅតាមគេហទំព័រដែលខ្ញុំបានស្រាវជ្រាវប្រាសាទនេះគឺជាប្រាសាទសង់ឡើងពីឥដ្ឋនិងថ្មភក់ដែលនៅសល់រូបរាងក្នុងខេត្តព្រៃវែងប្រាសាទនេះមានរាង4ជ្រុងស្មើមានទំហំប្រវែង 4.3 ម៉ែត្រគុណនឹង 4.3 ម៉ែត្រនិងមានកម្ពស់ប្រហែល 7 ម៉ែត្រសាងសង់បែរមុខទៅទិសខាងកើតដែលមានទ្វារចូលមួយនៅទិសខាងកើតដែររួមទាំងមានទ្វារបញ្ឆោតចំនួន3ផ្សេងទៀតនៅតាមទិសដូចជាទិសខាងលិចទិសខាងជើងនិងទិសខាងត្បូងនៅសងខាងនៃទ្វារចូលមានតម្រៀបឥដ្ឋជាជញ្ជាំងឆ្ពោះទៅមុខប្រមាណ 4.8 ម៉ែត្រប៉ុន្តែសពថ្ងៃជញ្ជាំងឥដ្ឋដែលនៅអមសងខាងទ្វារចូលនេះបានបែកបាក់អស់ទៅហើយបច្ចុប្បន្ននៅត្រង់ទ្វារចូលយើងឃើញមានស៊ុមទ្វារដែលសង់ឡើងពីថ្មភក់ហើយសសរផ្អោបទំនងជាសង់ឡើងពីឥដ្ឋតែត្រូវបានបែកបាក់ដោយសារឃើញមានផ្នែកក្បាលសសរជាប់នៅទីនោះហើយក៏មានការលម្អជាសសរពេជ្រដែលមានរាងមូលអមទៅដោយក្បាច់ចម្លាក់ដ៏ស្រស់ស្អាតផងដែរដែលក្បាច់ចម្លាក់នោះឆ្លាក់ជាផ្ការុក្ខជាតិជាច្រើនប្រភេទរួមទាំងមានក្បាច់វ័នតូចធំនិងជាពិសេសមានចម្លាក់រូបក្អមដែលចម្លាក់រូបផ្កានិងចម្លាក់រូបក្អមនេះគឺជាការតំណាងឲ្យសុភមង្គលភោគផលអមតៈនិងត្រជាក់ត្រជុំសសរពេជ្រដែលមានចម្លាក់បែបនេះមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយសសរពេជ្រនៅប្រាសាទកំពង់ព្រះប្រាសាទភូមិប្រាសាទនិងប្រាសាទស្រីគ្រប់លក្ខដែលនៅភ្នំបាសិទ្ធជាដើមដែលវាអាចស្ថិតនៅក្នុងរចនាបថព្រៃក្មេងឬដើមរចនាបថកំពង់ព្រះក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី1នៅចុងសតវត្សទី7ដល់ដើមសតវត្សទី8តែគួរឲ្យសោកស្ដាយសសរពេជ្រនេះនៅសល់តែមួយប៉ុណ្ណោះហើយថែមទាំងបានបាក់មួយកំណាត់ខាងក្រោមទៀតផងជាមួយគ្នានេះយើងក៏ឃើញមានផ្តែរដែរតែត្រង់ផ្តែរនេះឃើញតែស្លាកស្នាមរាងអង្កត់ធ្នូចំនួន2នៅផ្នែកខាងក្រោមតែប៉ុណ្ណោះដែលពុំច្បាស់ថាមានក្បាច់ចម្លាក់តែត្រូវបានរលុបឬឆ្លាក់មិនទាន់រួចរាល់ឬយ៉ាងណានោះទេតែមានផ្តែរមួយទៀតដែលគេបានរកឃើញនៅចុងសតវត្សទី19ដែលមានក្បាច់ចម្លាក់រាងជាបន្ទាត់ធ្នូចម្លាក់នៅលើផ្តែរទ្វារដែលគេបានរកឃើញនេះមានចម្លាក់បង្ហាញពីក្បាលនាគនៅចុងសងខាងនៃផ្តែរហើយផ្នែកកណ្ដាលមានចម្លាក់ព្រះវិស្ណុគង់នៅលើគ្រុឌដែលអមសងខាងទៅដោយចម្លាក់គ្រុឌតូចៗជាច្រើនហើយសូម្បីតែចង្វាយក្បាច់អង្គរក៏មានរំលេចជាចម្លាក់គ្រុឌតូចៗជាច្រើនផងដែរផ្អែកលើក្បាច់លម្អនេះអ្នកសិក្សាបានសន្និដ្ឋានថាផ្តែរទ្វារនេះកសាងឡើងនៅចុងសតវត្សទី10ឬដើមសតវត្សទី11ដូច្នេះហើយភស្តុតាងផ្នែកប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថាសសរពេជ្រនិងផ្តែរទ្វារអាចស្ថិតនៅក្នុងសម័យកាលផ្សេងគ្នាពោលគឺសសរពេជ្រអាចមានអាយុកាលចាស់ជាងផ្តែរទ្វារចំពោះផ្នែកខាងលើយើងឃើញមានជាហោជាងក៏ប៉ុន្តែត្រូវបានហុំព័ទ្ធដោយដើមឈើអស់ទៅហើយដែលមិនអាចមើលដឹងពីរូបរាងនិងក្បាច់ចម្លាក់នោះទេឯផ្ទៃជញ្ជាំងក៏មានការលម្អជាទ្វារបញ្ឆោតតែត្រូវបានសឹករិចរើនិងប្រេះរហែកផ្ទៃជញ្ជាំងថែមទៀតផងរីឯកំពូលប្រាសាទក៏ត្រូវបានបែកបាក់និងមានការខូចខាតមួយចំនួនដែរក្រៅពីនេះនៅជុំវិញប្រាសាទយើងឃើញមានបង្កាន់ដៃដែលកសាងឡើងពីបេតុងអមទៅដោយក្បាច់ចម្លាក់ជាច្រើនតែខ្ញុំពុំបានដឹងថាបង្កាន់ដៃនេះកសាងឡើងតាំងពីពេលណានោះទេតាមប្រភពសិលាចារឹកដែលចុះលេខបញ្ជី K761 ដែលត្រូវបានរកឃើញដោយលោក Robert Dalet ជាអ្នកបុរាណវិទូជនជាតិបារាំងក្នុងទសវត្សរ៍ឆ្នាំ1930
ហើយសិលាចារឹកនេះគេបានយកទៅរក្សាទុកនៅសារមន្ទីរជាតិកម្ពុជារាជធានីភ្នំពេញតាំងពីឆ្នាំ1959មកម្ល៉េះដោយខ្លឹមសារក្នុងសិលាចារឹកនេះគឺមានភាពស្មុគស្មាញដែលធ្វើឲ្យគេពិបាកក្នុងការកំណត់អាយុកាលរបស់ប្រាសាទនេះក្បិតផុសតាងដែលមានទាំងប៉ុន្មានដូចជាពុំសូវស៊ីចង្វាក់គ្នានោះឡើយដូច្នេះហើយគេអាចត្រឹមតែសន្និដ្ឋានជារួមបានថាប្រាសាទចុងស្រុកទំនងជាកសាងឡើងនៅចុងសតវត្សទី7ដល់ដើមសតវត្សទី8ក្នុងរចនាបថព្រៃក្មេងនិងរចនាបថកំពង់ព្រះនិងដំណាក់កាលបន្ទាប់មានការសាងសង់បន្ថែមនៅចុងសតវត្សទី10ដល់ដើមសតវត្សទី11ជាមួយគ្នានេះគេក៏អាចសន្និដ្ឋានបានថាប្រាសាទចុងស្រុកទំនងជាសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដែលគោរពដល់និកាយព្រះវិស្ណុហើយការសន្និដ្ឋាននេះគឺដោយហេតុថាភស្តុតាងដែលបានរកឃើញនៅទីនោះជាប់ពាក់ព័ន្ធជាមួយព្រះវិស្ណុពោលគឺផ្តែរទ្វារដែលគេបានរកឃើញនោះមានចម្លាក់ព្រះវិស្ណុគង់នៅលើគ្រុឌចំពោះខាងក្នុងប្រាសាទកាលពីដើមខ្ញុំក៏ពុំដឹងថាគេតម្កល់រូបទេពអ្វីនោះទេតែបច្ចុប្បន្នយើងឃើញមានការតម្កល់រូបចម្លាក់ដូចជាបដិមាព្រះបាទជ័យវរ្ម័នទី7បដិមាព្រះគោនិងបដិមាផ្សេងៗមួយចំនួនទៀតក្នុងស្ថានភាពបច្ចុប្បន្នប្រាសាទនេះស្ថិតក្នុងរូបរាងល្អគួរសមតែផ្នែកកំពូលបានបែកបាក់អស់ខ្លះនិងផ្នែកខាងលិចមានជញ្ជាំងប្រេះបែកហើយប្រាសាទទាំងមូលត្រូវបានហ៊ុមព័ទ្ធដោយដើមឈើធំៗដែលកំពុងរងការគំរាមកំហែងលើប្រាសាទនេះផងដែរប្រាសាទនេះមានតម្លៃវប្បធម៌និងជំនឿប្រពៃណីយ៉ាងជ្រាលជ្រៅដោយអ្នកស្រុកមានជំនឿថាមានបារមីព្រះគោព្រះកែវជាអ្នកថែរក្សាប្រាសាទនេះហើយអ្នកស្រុកក៏ធ្លាប់បានបន់ស្រន់និងធ្វើពិធីផ្សេងៗទៀតផងក្រៅពីនេះក៏មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនពាក់ព័ន្ធទៅនឹងការថែរក្សាប្រាសាទនេះផងដែរសរុបសេចក្តីមកប្រាសាទចុងស្រុកគឺជាសម្បត្តិវប្បធម៌បុរាណដ៏មានតម្លៃដែលសង់ឡើងពីឥដ្ឋនិងថ្មភក់មានទំហំប្រវែង 4.3 ម៉ែត្រគុណនឹង 4.3 ម៉ែត្រនិងមានកម្ពស់ប្រហែល 7 ម៉ែត្រហើយក្នុងពេលបច្ចុប្បន្នប្រាសាទចុងស្រុកមិនត្រឹមតែជាសម្បត្តិវប្បធម៌បុរាណប៉ុណ្ណោះទេថែមទាំងជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រមួយផងដែរដែលហ៊ុមព័ទ្ធជុំវិញទៅដោយព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតនិងសម្បូរទៅដោយដើមត្នោតជាច្រើនដែលជាទស្សនីយភាពដ៏ស្រស់បំព្រងក្នុងខេត្តព្រៃវែងដូច្នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាបន្តការចូលរួមថែរក្សាសម្បត្តិវប្បធម៌បុរាណមួយនេះឲ្យបានគង់វង្សនិងជាយូរអង្វែងដល់កូនចៅជំនាន់ក្រោយព្រមទាំងលើកតម្កើងចំពោះប្រាសាទបុរាណខ្មែរឲ្យបានថ្កុំថ្កើងនិងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យបងប្អូនគ្រប់គ្នាបានស្គាល់ពីស្នាដៃស្ថាបត្យកម្មប្រាសាទបុរាណដ៏អស្ចារ្យមួយនេះទាំងអស់គ្នា